ជាមួយនឹងខ្ញុំទៀតហើយនៅថ្ងៃនេះហើយសម្រាប់វីដេអូនេះដែរខ្ញុំក៏លើកយករឿងថ្មីយកមកសម្រាយជូនបងប្អូនទាំងអស់គ្នាដើម្បីទស្សនាហើយសម្រាប់បងប្អូនដែលមកថ្មីនឹងកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងមុននឹងចូលទៅកាន់សាច់រឿងរបស់យើងខ្ញុំក៏សូមរៀបរាប់ឲ្យបងប្អូនទាំងអស់គ្នាបានយល់បន្តិចដោយដំណើរសាច់រឿងរបស់គេនឹងគឺមានបរិសម្នាក់ដែលត្រូវបានគេតាមសម្លាប់តម្នាក់នឹងបានកើតនៅក្នុងគ្រួសារដ៏ថ្លៃថ្នូរមួយប៉ុន្តែដោយសារតែគាត់មិនមានឱរ៉ានោះវាក៏បានធ្វើឲ្យគេឈ្មោះរបស់គាត់ធ្លាក់ចុះផងដែរតែទោះជាយ៉ាងណាក៏ដោយគាត់នៅតែខំប្រឹងតស៊ូដើម្បីធ្វើឲ្យខ្លួនឯងនឹងកាន់តែខ្លាំងពូកែជាងមុនទោះជាយ៉ាងណាក៏ដោយក៏ជីវិតរបស់គាត់នឹងគេមិនផុតពីសេចក្តីស្លាប់នោះទេដោយសារតែមានមនុស្សជាច្រើននឹងបានតាមសម្លាប់គាត់ហើយបន្ទាប់ពីគាត់បានស្លាប់ក៏មានអភូតហេតុមួយបានធ្វើឲ្យគាត់នឹងត្រឡប់ពេលវេលាថយក្រោយដោយវាបានត្រឡប់ពេលវេលាមកដល់ពីការដែលគាត់នៅក្មេងហើយប្រសិនបើជាបងប្អូនចង់ដឹងថាជីវិតរបស់គាត់នឹងទៅជាយ៉ាងណានោះកុំភ្លេចតាមដានជាមួយនឹងខ្ញុំណាឥឡូវនេះយើងចូលមកកាន់សាច់រឿងបច្ចុប្បន្នរបស់យើងវិញហើយនៅពេលនេះយើងក៏បានឃើញបរិសម្នាក់ទឹកមុខរបស់គាត់នឹងដូចជាកំពុងតែឈឺចាប់ហើយក៏មានមនុស្សសួរទៅកាន់គាត់ថាតើវត្ថុបុរាណនឹងឯងដាក់ទុកនៅឯណាបរិសម្នាក់នឹងក៏បានតបទៅពួកគេវិញថាតើពួកឯងមកទីនេះគ្រាន់តែសួររឿងនឹងមែនទេហើយហេតុអ្វីបានជាពួកឯងមិនព្រមទៅសួរអ្នកផ្សេងទៀតបរិសម្នាក់ក្នុងចំណោមបរិសពីរនាក់គេក៏បាននិយាយថាមួយនេះពិតជាក្រអឺកទោមែនគេក៏ចង់ចូលទៅសម្រាប់បរិសម្នាក់នឹងចោលតែម្ដងទោះជាយ៉ាងណាក៏ដោយក៏ត្រូវបានបរិសម្នាក់ទៀតហាមឃាត់ឲ្យគេនិយាយថាបំភ្លេចរឿងនឹងទៅចោះឥឡូវនេះពួកយើងគ្រាន់តែតាក់ទងហៅក្រុមរបស់ពួកយើងនឹងមកទីនេះទៅបានហើយរួចយើងក៏បានឃើញគេនឹងប្រើដុំវេទមន្តមួយដើម្បីតាក់ទងគ្នារបស់គេដែលគេបាននិយាយថាគេបានរកឃើញគោលដៅហើយសូមឲ្យក្រុមរបស់គេនឹងមកដល់ទីនេះឆាប់ៗផងហើយក្រុមរបស់គេក៏បានឆ្លើយតបថាមិនអីទេពួកយើងនឹងទៅដល់ទីនោះឆាប់ៗនេះបន្ទាប់ពីគេបាននិយាយជាមួយគ្នារបស់គេហើយគេក៏បាននិយាយទៅបរិសដែលកំពុងតែរងគ្រោះនឹងថាឯងបានដាច់ដៃទាំងអស់ទៅហើយប៉ុន្តែឯងក៏នៅតែអាចរស់បានទៀតគ្នារបស់គេក៏បាននិយាយជំនួសថាប្រហែលជាគេកាន់តែឈឺចាប់នោះគេកាន់តែព្យាយាមគេក៏បានបន្តថាពួកយើងរងចាំនៅទីនេះអស់ជាច្រើនថ្ងៃហើយវាពិតជាលំបាកខ្លាំងណាស់ឥឡូវនេះពួកយើងគួរតែសប្បាយរីករាយជាមួយនឹងគាត់មុនពេលក្រុមរបស់យើងនឹងបានមកដល់ហើយវានឹងអាចប៉ះពាល់ទៅដល់រឿងដែលពួកយើងបានរងទុក្ខនឹងបានខ្លាំងហើយបរិសម្នាក់ដែលកំពុងតែរងគ្រោះវិញគេបានត្រឹមតែដកដង្ហើមធំតែប៉ុណ្ណោះតពីគេបានលើសម្ដីពីរនាក់នោះនិយាយគ្នាបរិសម្នាក់ក៏បាននិយាយទៅកាន់បរិសរងគ្រោះនឹងទៀតថាឥឡូវនេះពួកយើងនឹងធ្វើទរណកម្មទៅកាន់ឯងរហូតដល់តែឯងអង្វរឲ្យពួកយើងនឹងសម្រាប់ឯងឲ្យអស់សង្ឃឹមបំផុតបរិសម្នាក់ទៀតក៏បាននិយាយទៅកាន់គ្នារបស់គេថាឥឡូវនេះពួកយើងគួរតែសម្រេចចិត្តថាអ្នកណាគឺជាអ្នកចាប់ផ្ដើមដំបូងព្រោះថាពួកយើងនឹងមិនមានពេលយូរនោះទេគេក៏បានតបទៅកាន់គ្នារបស់គេថាមិនអីទេដូច្នេះពួកយើងនឹងចាប់ផ្ដើមបោះកាក់ថាអ្នកណាគឺជាអ្នកដំបូងបរិសម្នាក់ដែលបានបោះកាក់នឹងគេក៏បាននិយាយថាប្រសិនបើជាវាចេញខាងក្បាលនោះគឺខ្ញុំជាអ្នកធ្វើវាមុនហើយយើងក៏បានឃើញបរិសដែលត្រូវរបួសនឹងគេហាក់ដូចជាកំពុងតែខំដៃដែលបានដាច់នោះហើយគេធ្វើនឹងគឺគេចង់តបជាប់ដៃរបស់គេវិញនឹងឯងហើយយើងក៏បានឃើញថាទីបំផុតគេបានតបជាប់ដៃរបស់គេបានមួយចំហៀងហើយគេក៏បានគិតនៅក្នុងចិត្តថាគេមិនអាចឲ្យរឿងនេះកើតឡើងដោយគេនឹងមិនបានធ្វើអ្វីសោះឡើយព្រោះថាខ្ញុំនឹងបានកើតនៅក្នុងគ្រួសារ Tracker ដែលគឺជាគ្រួសារដ៏អស្ចារ្យបំផុតហើយឈ្មោះរបស់ខ្ញុំនឹងគឺ Zack Tracker ហើយខ្ញុំក៏មិនដឹងថាខ្ញុំនឹងអានត្រូវដែរឬទេដូច្នេះខ្ញុំនឹងដាក់ឈ្មោះនេះនៅលើអេក្រង់ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានឃើញ Zack គេក៏បានបន្តទៀតថាដោយសារតែខ្ញុំនឹងកើតមកនៅក្នុងគ្រួសារប្រមាញ់នេះដ៏អស្ចារ្យជាមួយរាងកាយរបស់ខ្ញុំដែលមិនអាចបញ្ចេញអរ៉ាបានខ្ញុំបានបរាជ័យក្នុងការដាស់សមត្ថភាពរបស់ខ្ញុំដែលគួរតែត្រូវបានផ្ដល់ឲ្យសម្រាប់ស្ដេចដោយសារតែរឿងនេះហើយខ្ញុំត្រូវបានគេចាត់ទុកថាគឺជាមនុស្សសម្រាមនិងត្រូវបានគេបណ្ដេញចេញពីគ្រួសាររបស់ខ្ញុំប៉ុន្តែតើហេតុអ្វីទៅបានជាពួកគេនឹងធ្វើដាក់ខ្ញុំដូច្នេះខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីក្លាយជាមនុស្សរឹងមាំហើយវាក៏ដើម្បីការរស់នៅរបស់ខ្ញុំផងដែរខណៈពេលដែលគេកំពុងតែគិតគេក៏បានស្ទុះចូលទៅភ្លាមៗដើម្បីសម្ដៅទៅកាន់ពួកគេទាំងពីរនាក់នោះហើយកាក់តែពួកគេទាំងពីរបានបោះនោះវាក៏បានធ្លាក់មកដល់ដៃរបស់ពួកគេផងដែរហើយពេលដែលគេបានបើកមើលវានោះគេក៏បានឃើញថានោះគឺជាខាងក្បាលបន្ទាប់ពីគេនិយាយចប់យើងក៏បានឃើញក្បាលរបស់គេនឹងក៏ដាច់ជាមួយនឹងពាក្យសម្ដីរបស់គេផងដែរវាក៏បានធ្វើឲ្យម្ដងម្នាក់ដែលនៅសល់នឹងរៀងភ័យបន្តិចបន្ទាប់ពីគេបានឃើញល្បឿនវាយប្រហារនោះតែគេក៏បានបោះពាក្យសម្ដីថាអ្នកខ្លាំងស៊ីអ្នកខ្សោយវាគឺជារឿងធម្មតាបន្ទាប់មកគេក៏បានស្ទុះទៅវាយប្រហារម្ដងម្នាក់ដែលនៅសល់នោះហើយក៏បានដួលម្ដងម្នាក់នោះភ្លាមៗតែម្ដងអ្នកខ្លាំងស៊ីអ្នកខ្សោយវាគឺជាការពិតសម្រាប់ពិភពលោកនេះបន្ទាប់ពីគេបានសម្លាប់បរិសទាំងពីរនាក់នោះហើយវាក៏បានធ្វើឲ្យរបួសរបស់គេនឹងហាក់ដូចជារើឡើងវិញផងដែរគេក៏បាននិយាយថាមើលទៅខ្ញុំនឹងមិនអាចគេចចេញពីទីនេះបានទេបន្ទាប់មកយើងក៏បានឃើញថាមានមនុស្សមួយក្រុមទៀតបានមកដល់ទីនេះផងដែរដែលមានមនុស្សពីរនាក់បាននិយាយថាហាក់ដូចជាខុសប្រក្រតីទោះជាក្នុងករណីណាក៏ដោយស្មើនឹងប្រហែលជាគាត់នឹងត្រូវបានស្លាប់ទៅហើយតែគាត់បែរជានៅរស់យ៉ាងល្អទៅវិញសម្រាប់ Zack វិញគេមិនបាននិយាយអ្វីច្រើននោះទេគេក៏បានស្ទុះចូលទៅភ្លាមៗដើម្បីប្រយុទ្ធជាមួយនឹងមនុស្សមួយក្រុមនោះហើយគេពិតជាអាចសម្លាប់មនុស្សទាំងអស់នោះបានពិតមែនគ្រាន់តែថាខ្លួនរបស់គេនឹងក៏ពោពេញទៅដោយដាវផងដែរហើយនៅពេលនេះ Zack គេក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរគេបានគិតនៅក្នុងចិត្តថាមើលទៅខ្ញុំប្រហែលជាស្លាប់នៅទីនេះហើយខ្ញុំក៏ប្រហែលជាមិនអាចសងសឹកទៅកាន់ពួកគេទាំងអស់នោះបានផងដែរខ្ញុំបានលួចវត្ថុបុរាណចេញពីព្រះចៅអធិរាជខ្ញុំគិតថាខ្ញុំនឹងអាចសម្រេចអ្វីបានទាំងអស់បន្ទាប់ពីខ្ញុំនឹងបានលួចវាមកហើយយើងក៏បានឃើញវត្ថុនឹងផងដែរដែលវាមានក្បាលហាក់ដូចជានាគតែគេក៏បានសុំទោសទៅកាន់មនុស្សម្នាក់ដែលមានឈ្មោះថា Alice ហើយយើងក៏បានឃើញថាឈាមរបស់គេនឹងបានស្រក់ចុះមកវាបានធ្លាក់ទៅចំវត្ថុមួយនោះវាក៏បានបញ្ចេញពន្លឺយ៉ាងខ្លាំងតបមកយើងក៏បានឃើញ Windows មួយបានលោតចេញមកផងដែរហើយវាបានប្រាប់ថាភាពខ្លាំងរបស់អ្នកត្រូវបានភ្ជាប់ជាមួយនឹងថាមពលបុរាណព្រលឹងរបស់អ្នកត្រូវបានចរិតតាមឆន្ទៈរបស់អ្នកតស៊ូវិធានការបន្ទាន់មួយត្រូវបានធ្វើឲ្យសកម្ម Zack Tracker តើអ្នកយល់ព្រមជាមួយនឹងវាដែរទេណៃ Zack វិញបន្ទាប់ពីគេបានលើសំឡេងមួយនោះហើយគេក៏បាននិយាយថាតបពីខ្ញុំចិត្តនឹងស្លាប់ខ្ញុំបានលើសំឡេងអ្វីចម្លែកវាហាក់ដូចជាមិនសមហេតុផលតលសោះហើយសំឡេងនោះនៅតែបន្តសួរទៅកាន់គេថាតើអ្នកយល់ព្រមដែរឬទេដោយយើងមិនដឹងថា Zack គេយល់ព្រមដែរឬអត់នោះទេប៉ុន្តែ Windows មួយនោះគេបានបញ្ជាក់ថាកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ថាមពលដែលនឹងទទួលបានវាកំពុងត្រូវបានធ្វើឲ្យសកម្ម cooldown កំពុងតែចាប់ផ្ដើមថយចុះ5 4 3 2 1តបពី cooldown ត្រូវបានបញ្ចប់យើងក៏បានឃើញក្មេងប្រុសម្នាក់គេក៏បាននិយាយថារឿងរ៉ាវទាំងអស់នោះវាបានកើតមកលើគេកាលពីមុននឹងឯងហើយបន្ទាប់ពីខ្ញុំទទួលបានថាមពលមួយនោះហើយវាបានធ្វើឲ្យខ្ញុំនឹងខ្លាចទៅជាក្មេងម្ដងទៀតគេក៏បានគិតថាតើខ្ញុំនឹងបានត្រឡប់មកពេលអតីតកាលមែនទេរឿងទាំងអស់នេះវាពិតជាពិបាកជឿខ្លាំងណាស់ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាដាវទាំងអស់នោះវាបានដោតជាប់ជាមួយនឹងខ្លួនរបស់ខ្ញុំហើយខ្ញុំគិតថាកន្លែងនេះខ្ញុំហាក់ដូចជាមានអារម្មណ៍ថាធ្លាប់ស្គាល់ហើយទីនេះគឺជាលំយល់ហើយជាជំរំបណ្ដុះបណ្ដាលនៃគ្រួសារ Tracker ឈ្មោះថាលំយល់ហើយជាកម្មសិទ្ធិរបស់ Dragon Slayer គ្រួសារ Tracker គឺជាគ្រួសារទី3ដ៏អស្ចារ្យនៅក្នុងអាណាចក្រ Dragon Tracker គឺជាបរិសដែលបានជួយសង្គ្រោះទ្វីបទាំងមូលនិងបានសម្លាប់ទៅកាន់អ្នកអាក្រក់តទៅនោះវាក៏បានធ្វើឲ្យកូនចៅចំនួនក្រោយរបស់គាត់នឹងបានបង្កើតគ្រួសារ Tracker ឡើងមកដោយសារតែពួកគេគឺជាកូនចៅរបស់ Dragon Slayer Dragon Tracker ឆ្នេះហើយពួកគេទទួលបានពរជ័យអំពីធម៌ពលទាំងអស់នោះហើយពរជ័យនឹងគឺជាអរ៉ាពួកគេងាយស្រួលដាស់ធម៌ពលអរ៉ារបស់គេដែលមានកម្រិតខ្ពស់ហើយពួកគេក៏បានខ្លាយទៅជាអ្នកខ្លាំងផងដែរបន្ទាប់ពីដាស់អរ៉ានោះទាំងអស់គ្នាអាចធ្វើដូច្នេះបានលើកលែងតែសម្រាប់ខ្ញុំតែប៉ុណ្ណោះខណៈពេលដែលគេកំពុងតែដេកគិតនឹងក៏មាន Windows មួយបានលោតមកទៀតហើយវាបានប្រាប់ថាប្រព័ន្ធកំពុងតបជាប់ឡើងវិញបន្ទាប់ពីគេបានលើសំឡេងនឹងម្ដងទៀតគេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគេបានគិតថាប្រហែលជាខ្ញុំនឹងច្រឡំហើយមកទៅប្រព័ន្ធនឹងក៏បានប្រាប់ទៅកាន់គេទៀតថាព្រលឹងនៃអ្នកដាស់សមត្ថភាពត្រូវបានបញ្ចប់ហើយវាត្រូវបានគម្រប់ 100% វាក៏បានបញ្ជាក់ទៀតថាព្រលឹងនៃអ្នកដែលបានដាស់សមត្ថភាពបានជ្រើសរើសជាមួយនឹងឆន្ទៈរបស់ Elder Dragon ក៏បានរួមបញ្ចូលគ្នាយ៉ាងពេញលេញហើយអ្នកនឹងត្រូវបានទទួលអំណោយមួយអំពីប្រព័ន្ធយើងពិតជារីករាយខ្លាំងណាស់ដែលបានជួបអ្នកម្ដងទៀត Zack Tracker សម្រាប់ Zack វិញគេក៏បានឆ្ងល់យ៉ាងខ្លាំងចំពោះប្រព័ន្ធដែលបានចេញមកនៅមុខគេនេះតមកគេក៏បានបើក Windows មួយនឹងមើលពីគុណលក្ខណៈរបស់គេយើងក៏បានឃើញថានៅក្នុងនោះមានឈ្មោះរបស់ Zack Tracker នាងរបស់គេគឺជាអ្នកព្យាបាលកម្រសម្រាប់ចំណងជើងរបស់គេវិញគឺជាអ្នកដែលទទួលបានពរជ័យអំពីអ្នកបុរាណសម្រាប់កម្លាំងរបស់គេវិញគឺជា Randy មាន10ចំណុចចិត្តដែលគេមិនទាន់អាចមើលវាបានគេមិនទាន់សមនឹងទិដ្ឋភាពមួយនេះគេក៏បានយកដៃរបស់គេនឹងទៅប៉ះ Windows មួយនឹងតែវាមិនអាចប៉ះបាននោះទេវាហាក់ដូចជាខ្យល់ទៅទេអញ្ចឹងក៏បានគិតថារបស់មួយនឹងវាហាក់ដូចជាវេទមន្តតែខ្ញុំក៏អាចស្វែងយល់អ្វីផ្សេងតាមរយៈវាផងដែរតមកគេក៏បានអង្គុយមើលលក្ខណៈរបស់គេនឹងឲ្យបានជាក់លាក់ថាតើនឹងវានឹងមានអ្វីខ្លះហើយដូចជាខ្ញុំបានប្រាប់ខាងលើអញ្ចឹងឈ្មោះរបស់គេនឹង Zack Tracker អ្នកជំនាញរបស់គេនឹងគឺជាអ្នកព្យាបាលកម្រ
ចំណងជើងរបស់គេគឺអ្នកដែលទទួលបានពរជ័យអំពីអ្នកបុរាណនាមថ្នាក់របស់គេនឹងគឺការព្យាបាលដែលបានសំឡើងការកើនឡើងវិញនៃកម្លាំងប្រាប់ជំនាញមួយទៀតគឺគេមិនទាន់អាចប្រើបាននោះទេសម្រាប់អាយុបច្ចុប្បន្នរបស់គេនោះគេក៏បានរៀបរាប់ឲ្យយើងបានដឹងផងដែរថាមនុស្សនៅក្នុងពិភពលោកបុរាណនេះគេចាត់ទុកចំណាត់ថ្នាក់របស់ពួកគេនឹងអាស្រ័យទៅលើកម្លាំងរបស់ពួកគេថ្នាក់នីមួយៗនឹងត្រូវបានហ្វឹកហាត់នៅក្នុងកម្រិតពិសេសជាមួយនឹងបច្ចេកទេសជំនាញដូចជាខ្ញុំអញ្ចឹងគឺជំនាញរបស់ខ្ញុំគឺជាអ្នកព្យាបាលឆ្នេះហើយខ្ញុំអាចប្រើប្រាស់ជំនាញរបស់ខ្ញុំគឺជាការព្យាបាលនឹងឯងហើយកាលពីលើកមុននឹងបន្ទាប់ពីខ្ញុំបានដាស់សមត្ថភាពរបស់ខ្ញុំដែលគឺជាអ្នកព្យាបាលនឹងហើយលោកស្រីម្នាក់ដែលបានបង្ហាត់ខ្ញុំនោះទាំងបានបញ្ជាខ្ញុំឲ្យប្រឹងប្រែងហ្វឹកហាត់រហូតដល់ខ្ញុំនឹងចិត្តនឹងស្លាប់ហើយបន្ទាប់ពីគេបានគិតឃើញរឿងនឹងហើយគេមានអារម្មណ៍ថារៀងខ្លាចបន្តិចតែឥឡូវនេះក្នុងករណីណាមួយយោងតាមស្ថានភាពរបស់ខ្ញុំគឺឥឡូវនេះខ្ញុំអាចប្រើធម៌ពលព្យាបាលបានរួចទៅហើយឆ្នេះខ្ញុំគួរតែសាកល្បងវាមើលតបមកយើងក៏បានឃើញគេនឹងបានបញ្ចេញធម៌ពលពណ៌សយ៉ាងខ្លាំងគេអាចថាគឺជាធម៌ពលព្យាបាលនឹងឯងគេក៏បានគិតក្នុងចិត្តថាបើតាមអ្វីដែលប្រព័ន្ធបាននិយាយនឹងវាគឺជាការពិតឲ្យការពីជីវិតមុនរបស់ខ្ញុំទទួលបានធម៌ពលព្យាបាលមួយនេះពេលដែលខ្ញុំមានអាយុ20ឆ្នាំបានបញ្ចប់ការសិក្សាពីសាលាទៅខ្ញុំអាចប្រើប្រាស់វាបានតែបច្ចុប្បន្នវាគឺមិនដូចគ្នានោះទេដោយសារតែឥឡូវហ្នឹងគឺខ្ញុំអាចប្រើប្រាស់វាបានហើយគេក៏សាកប្រើធម៌ពលរបស់គេនឹងម្ដងទៀតតបមកគេក៏បានដឹងថាជំនាញរបស់គេនឹងត្រូវបានដោះសោហើយឥឡូវនេះគេក៏បានយល់ផងដែរថាអ្វីដែលបានកើតឡើងហ្នឹងគឺជាការពិតសម្រាប់ឥឡូវនេះទោះបីជារាងកាយវឹកហាត់របស់ខ្ញុំកាលពីលើកមុនហ្នឹងត្រូវបានបាត់បង់ក៏ដោយតែខ្ញុំបានត្រឡប់មកអតីតកាលវិញដូច្នេះជំនាញទាំងអស់នោះវានៅក្នុងការចងចាំរបស់ខ្ញុំហើយពឹងផ្អែកទៅលើរឿងមួយនេះនៅពេលនេះខ្ញុំគឺជាមនុស្សដែលមានអំណោយផលបំផុតហើយខ្ញុំក៏មានជំនួយអំពីប្រព័ន្ធផងដែរខ្ញុំត្រូវតែស្វែងរកអ្វីដែលខ្ញុំមានកាលពីជីវិតមុនរបស់ខ្ញុំនឹងមកវិញទាំងអស់ខ្ញុំនោះដែរក៏មានមនុស្សហៅគេពីខាងក្រៅគេបានប្រាប់ថាសេកនៅពេលនេះខ្ញុំចូលទៅហើយគេក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីឮថាគេនឹងចូលមកទីនេះដោយសារតែផ្ទាំង Windows ហ្នឹងនៅចំពីមុខគេនៅឡើយដោយគេមិនដឹងថានឹងបិទវាដោយរបៀបណាដល់ពេលដែលមនុស្សម្នាក់ហ្នឹងបានបើកទ្វារចូលមកហ្នឹងវាក៏បានធ្វើឲ្យសេកហ្នឹងមានការភ័យយ៉ាងខ្លាំងផងដែរដោយសារតែខ្លាចមនុស្សម្នាក់ហ្នឹងបានឃើញផ្ទាំង Windows របស់គេពេលដែលមនុស្សម្នាក់ហ្នឹងបានចូលមកដល់គេក៏បាននិយាយថាខ្ញុំមិននឹកស្មានថាអ្នកមិនទាន់បានរៀបចំខ្លួននោះទេហើយបរិបទម្នាក់ហ្នឹងគេមានឈ្មោះថា Dicker គឺជាអ្នកបម្រើផ្ទាល់ខ្លួនរបស់សេកគេក៏បានសួរថាតើរៀបចំខ្លួនហ្នឹងដើម្បីអ្វីទៅហើយគេក៏បានធូរស្បើយផងដែរបន្ទាប់ពីគេបានដឹងថាបម្រើរបស់គេហ្នឹងមិនអាចមើលឃើញ Windows នោះតែបម្រើម្នាក់ហ្នឹងគេក៏បាននិយាយថាហេតុអ្វីបានជាអ្នកសួរខ្ញុំដូច្នេះតើអ្នកមិនដឹងថាអ្នកត្រូវធ្វើអ្វីទេនៅថ្ងៃនេះប្រាប់សេកវិញគេក៏បានគិតថាហេតុអ្វីបានជាខ្ញុំមានការភ័យខ្លាចយ៉ាងនេះហើយគំនិតរបស់ខ្ញុំគឺជាមនុស្សដែលមានអាយុ32ឆ្នាំហើយខ្ញុំមិនគិតទាល់តែសោះថាខ្ញុំមានអារម្មណ៍ខ្លាចដូចជាកូនក្មេងដូច្នេះความភ័យខ្លាចមួយនេះវាបានបង្កប់នៅក្នុងខ្លួនរបស់ខ្ញុំពេលនោះដែរ Windows គេក៏បានប្រាប់ថាគំនិតផ្លូវចិត្តរបស់អ្នកត្រូវបានធ្វើឲ្យសកម្មបន្ទាប់ពី Windows បានជួយទៅកាន់គេហើយគេក៏មានអារម្មណ៍ថាអារម្មណ៍ភ័យខ្លាចរបស់គេនឹងត្រូវបានបាត់បង់ទៅហើយ Windows ក៏បានប្រាប់គេទៀតថាជំនាញថ្នាក់ដែលបានសំឡើងនៅក្នុងចិត្តរបស់អ្នកប្រើប្រាស់នឹងមិនរង្គោះរង្គើឡើយហើយមិនគិតពីស្ថានភាពបែបណាទេនៅតែអាចរក្សាស្ថានភាពនៅក្នុងចិត្តរបស់អ្នកឲ្យថិតថេរបានតែគេក៏បានគិតថាតើនឹងគឺជា skill អ្វីទៅវាពិតជាងាយស្រួលណាស់ក្នុងការធ្វើឲ្យសកម្មដោយស្វ័យប្រវត្តិបែបនេះពេលដែលគេកំពុងតែគិតនឹងអ្នកបម្រើរបស់គេក៏បាននិយាយថាខ្ញុំបានប្រាប់អ្នករួចហើយខ្ញុំក៏បានបញ្ជាក់អ្នកម្ដងហើយម្ដងទៀតថាព្រឹត្តិការណ៍មួយនេះវាពិតជាសំខាន់ខ្លាំងណាស់តើអ្នកមិនបានស្ដាប់ខ្ញុំនិយាយទេមែនទេតែគេក៏បានតបថាខ្ញុំបានឮហើយអ្នកកំពុងតែនិយាយអំពីការធ្វើតេស្តវាតម្លៃមែនតែទេបន្ទាប់មកគេក៏បានស្រមៃកាលពីជីវិតមុនរបស់គេតែគេតែងតែខំប្រឹងវឹកហាត់យ៉ាងខ្លាំងគេក៏បានប្រាប់ឲ្យយើងដឹងថាអ្នកដែលបានចូលរួមឆ្លងកាត់ការបណ្ដុះបណ្ដាលនៅជំរំលំចូលដែលបានចាប់ផ្ដើមធ្វើការវឹកហាត់នឹងចាប់តាំងពីអាយុ7ឆ្នាំឡើងទៅអស់រយៈពេល5ឆ្នាំដែលពួកគេបានឆ្លងកាត់ក្នុងការបណ្ដុះបណ្ដាលមូលដ្ឋានដ៏តឹងរ៉ឹងបែបនេះគ្រូបង្រៀនវាតម្លៃសិស្សដែលបានចូលរៀនជារៀងរាល់ឆ្នាំដែលឲ្យពួកគេប្រកួតប្រជែងនៃជំនាញដាវជាការប្រយុទ្ធគ្នាដែលមិនមានច្បាប់កំណត់ប៉ុន្តែប្រសិនបើជាមានដៃគូមួយបានស្នើសុំប្រយុទ្ធទៅកាន់ដៃគូម្ខាងទៀតឲ្យតម្រូវឲ្យពួកគេទាំងពីរនឹងព្រមព្រៀងគ្នាទើបការប្រយុទ្ធមួយនឹងអាចកើតឡើងបានហើយដោយសារតែមិនមានច្បាប់កំណត់នោះតពីការប្រកួតនឹងត្រូវបានបញ្ចប់ពួកគេអាចនឹងរងរបួសឬមួយក៏អាចត្រូវបាត់បង់ជីវិតតែដោយសារតែការប្រកួតប្រជែងមួយនេះជាអ្វីដែលត្រូវជ្រើសរើសសិស្សដាក់ចូលទៅក្នុងថ្នាក់រៀនតាមលំដាប់របស់ពួកគេទាំងអស់គ្នានឹងគឺមិនមានជម្រើសទេតែត្រូវតែតស៊ូជាមួយអ្វីៗទាំងអស់ដើម្បីធ្វើឲ្យពួកគេនឹងកាន់តែខ្លាំងឡើងរឿងបន្ទាប់យើងក៏បានឃើញទីលានវឹកហាត់មួយកន្លែងដែលមានគ្រូបង្វឹកនៅទីនោះគេបាននិយាយថាដូចដែលអ្នកបានដឹងហើយថ្ងៃនេះគឺជាថ្ងៃដែលបានចូលរួមខ្ញុំសន្មតថាអ្នកទាំងអស់គ្នាបានដឹងហើយថានេះគឺជាផ្នែកចុងក្រោយនៃការវិតម្លៃពួកគេក៏បានឆ្លើយស្រស់ៗគ្នាថាពួកយើងបានដឹងហើយតពីគាត់បានលើសម្ដីរបស់សិស្សហើយគាត់ក៏បាននិយាយថាមើលទៅអ្នកទាំងអស់គ្នានឹងហាក់ដូចជាមានទំនុកចិត្តខ្ពស់នេះហើយពួកយើងនឹងរៀបចំភ្លាមៗហើយសិស្សទាំងអស់ហ្នឹងក៏បានឆ្លើយព្រមៗគ្នាទៀតថាពួកយើងបានយល់ហើយតមកពួកគេទាំងអស់គ្នានឹងក៏ចាប់អារម្មណ៍ទៅកាន់សេកពួកគេបាននិយាយថានោះគឺជាសេកគេបានមកទីនេះម្ដងទៀតបន្ទាប់ពីការអាម៉ាស់កាលពីឆ្នាំមុនបើសិនបើជាខ្ញុំជាគាត់វិញខ្ញុំនឹងរត់ចាកចេញពីទីនេះឲ្យឆ្ងាយពួកគេក៏ចេះតែនាំគ្នានិយាយចំអកទៅកាន់សេកអញ្ចឹងទៅសម្រាប់សេកវិញគេមិនបានតបតជាមួយនឹងមនុស្សទាំងអស់នោះទេសារតែគំនិតរបស់គេគឺជាគំនិតដែលមនុស្សចាស់ទុំនោះតពីនោះគ្រូបង្វឹកក៏បានហៅកូនសិស្សហ្នឹងឲ្យឡើងទៅប្រកួតគ្នានៅលើឆាកហើយយើងក៏បានឃើញថាមនុស្សពីរនាក់ហ្នឹងគេកំពុងតែត្រៀមប្រយុទ្ធគ្នាពេលដែលគ្រូបង្វឹកប្រាប់ថាការប្រកួតនឹងចាប់ផ្ដើមនៅពេលនេះគេទាំងពីរហ្នឹងក៏ស្ទុះចូលទៅរកគ្នាភ្លាមៗហើយយើងក៏បានឃើញថាក្មេងប្រុសម្នាក់ហ្នឹងបានវាយក្មេងប្រុសម្នាក់ទៀតបណ្ដាលឲ្យគេហ្នឹងបែកឈាមខ្ចាយទៅហើយយើងក៏បានឃើញសេកហ្នឹងកំពុងតែអង្គុយស្ងាត់គេធុញទ្រាន់នឹងរឿងទាំងអស់នេះគេក៏បានគិតថាការពីជីវិតមុនរបស់គេហ្នឹងគេធ្លាប់ខ្លាចស្លាប់កាលពីតែគេនៅក្មេងចឹងដែរតែមកដល់ពេលនេះគេមានអារម្មណ៍ថាមនុស្សទាំងអស់នេះគឺគ្មានអ្វីសោះសម្រាប់គេហើយគេក៏បន្តស្ងាត់បន្តទៀតចឹងទៅហើយយើងក៏បានឃើញថាមានមនុស្សម្នាក់បានសម្លឹងមកកាន់គេផងដែរឥឡូវនេះការប្រកួតមកដល់សេកយើងវិញម្ដងដោយគេបានប្រកួតជាមួយនឹងសិស្សម្នាក់គ្រូបង្វឹកក៏បាននិយាយទៅកាន់ពួកគេទាំងពីរថាពួកឯងទាំងពីរហ្នឹងបានត្រៀមខ្លួនហើយនៅគេបានឆ្លើយថាពួកគេហ្នឹងបានត្រៀមខ្លួនរួចហើយតែគេក៏បានគិតក្នុងចិត្តថាគូបដិបត្តិរបស់គេហ្នឹងគឺជាលីអនដែលវាគ្មានអ្វីសោះនៅក្នុងកែវភ្នែករបស់គេយនក៏បាននិយាយទៅកាន់គេថាឯងបានត្រឡប់មកទីនេះម្ដងទៀតស្មានថាឯងបានរៀនចាលហើយកាលពីឆ្នាំមុនបានប្រយុទ្ធជាមួយខ្ញុំនោះដោយកាលពីឆ្នាំមុនហ្នឹងលីអនបានបង្ខំឲ្យសេងសុំជីវិតរបស់គេបាននិយាយថាគេគឺជាមនុស្សកំសោយកាលពីឆ្នាំហ្នឹងសេគេក៏បានធ្វើតាមលីអនផងដែរដោយគេបានសុំអង្វរជីវិតអំពីលីអនហ្នឹងឯងតាំងពីពេលនោះមកវាក៏បានធ្វើឲ្យគេអាម៉ាស់យ៉ាងខ្លាំងពេលនេះសេគេក៏បានគិតថាលីអនហ្នឹងបានទាញយកផលប្រយោជន៍អំពីខ្សែរបស់គេយើងក៏បានឃើញគ្រូបង្វឹកហ្នឹងបាននិយាយគ្នាជាមួយនឹងលីអនផងដែរហើយយើងមិនដឹងថាពួកគេហ្នឹងនិយាយអ្វីនោះទេពេលនេះសម្រាប់សេកវិញគេក៏បានគិតថានៅក្នុងជីវិតអតីតកាលរបស់គេហ្នឹងគេមិនដែលបានជួបបងប្អូនបង្កើតទាំង4នាក់របស់គេនោះទេតែទោះជាយ៉ាងណាក៏ដោយបងប្អូនជីដូនមួយជាច្រើនរបស់គេហ្នឹងតែងតែធ្វើបាបគេក៏កំពុងតែគិតថាតើអ្នកណាដែលមានចិត្តធ្វើបាបច្រើនជាងគេមកលើខ្លួននោះមកដល់បច្ចុប្បន្នវិញលីអនក៏បាននិយាយទៅកាន់សេកថាតើមេរៀនដែលខ្ញុំបានផ្ដល់ឲ្យអ្នកកាលពីលើកមុនហ្នឹងអ្នកនៅតែមិនទាន់រៀនចាលទៀតមែនទេពេលនោះដែរទាំងមួយក៏បានលោតចេញមកដែលគេបានប្រាប់ថាធ្វើឲ្យសកម្មនៃគំនិតជំនាញតែគេក៏បានគិតថាមួយរយៈពេលនេះខ្ញុំស្ដាប់ការប្រមាថដ៏ល្ងងខ្លៅរបស់បុរសម្នាក់នេះច្រើនពេកហើយក៏បាននិយាយទៅកាន់លីអនថាខ្ញុំនឹងមិនសប្បាយចិត្តនោះទេប្រសិនបើជាឯងនិយាយពាក្យនេះម្ដងទៀតលីអនគេក៏បានយកដៃទៅប៉ះក្បាលសេកនិងបាននិយាយថាចុះបានចឹងមែនតើឯងនឹងធ្វើអ្វីទៅតពីគេនិយាយចប់នោះយើងក៏បានឃើញលីអននឹងបានទៀតចេញបាត់ទៅហើយដូក៏បានលោតមកប្រាប់ថាការធ្វើឲ្យជំនាញកោតកម្មសកម្មការវាយលុកយ៉ាងធ្ងន់ធ្ងរគំនិតនេះធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សត្រូវនៅពេលនេះលីអននឹងគេបានជឿចាប់យ៉ាងខ្លាំងគេក៏បានស្រែកថាអត់ទេមុខរបស់ខ្ញុំតែគេក៏បានគិតថាខ្ញុំគ្រាន់តែចង់វាយគាត់ប៉ុណ្ណោះតែជំនាញត្រូវបានធ្វើឲ្យសកម្មខ្ញុំគ្រាន់តែវាយប្រហារធម្មតាតែប៉ុណ្ណោះខ្ញុំពិតជាមិនអាចគ្រប់គ្រងកម្លាំងរបស់ខ្ញុំបានល្អនោះទេពេលនោះដែរគ្រូបង្វឹកក៏បានស្រែកសួរទៅកាន់សេកថាតើឯងនឹងកំពុងតែធ្វើអ្វីថាឯងនឹងបានវាយប្រហារទៅកាន់ដៃគូមុនពេលការប្រកាសចាប់ដើមគេក៏បានតបថាវាមិនដែលនៅក្នុងសមរភូមិនឹងសត្រូវបានប្រាប់ថាគេត្រៀមខ្លួនរួចហើយនោះទេថានៅពេលដែលយើងប្រឈមមុខនឹងសត្រូវអ្នកដែលបានវាយប្រហារមុននឹងវាគឺជាអ្នកដែលមានគុណសម្បត្តិតពីលើសម្ដីរបស់សេកហើយវាក៏បានធ្វើឲ្យលោកគ្រូនឹងមានការភ្ញាក់ផ្អើលផងដែរគាត់បានគិតថាហេតុអ្វីបានជាពេលនេះខ្ញុំមានអារម្មណ៍ថាខ្លាចទៅកាន់សេកទៅវិញលីអនគេក៏បានប្រាប់ទៅកាន់លោកគ្រូថាគេមិនអីនោះទេបានប្រាប់ឲ្យគ្រូបង្វឹកនឹងចាប់ដើមការប្រកួតបន្តទៀតទៅខ្ញុំនឹងធ្វើឲ្យគេនឹងលុតជង្គង់សុំជីវិតរបស់គេម្ដងទៀតហើយយើងក៏បានឃើញភ្នែករបស់ពួកគេទាំងពីរនឹងកំពុងបញ្ចេញកំហឹងគ្រៀងៗខ្លួនគេក៏បាននិយាយដូចទៅកាន់លីអនថាខ្ញុំគិតថាឯងនឹងគឺជាមនុស្សល្ងងក្នុងការដែលទទួលបានមេរៀនមួយនេះអំពីខ្ញុំតពីពួកគេនិយាយគ្នារួចហើយនឹងគ្រូបង្វឹកក៏បានប្រាប់ថាការប្រកួតចាប់ដើមលីអនក៏ស្ទុះចូលទៅភ្លាមៗហើយសម្ដៅទៅកាន់សេកហើយគេក៏បានវាយចូលសេកនឹងពី
ពីដៃផងដែរពិសេសបានគិតក្នុងចិត្តថាខ្ញុំមានការភ័យខ្លាចចំពោះការដើររបស់គេនេះក៏ប៉ុន្តែកណ្ដាប់ដៃរបស់គេហាក់ដូចជាមិនឈឺទាល់តែសោះសិនបើជាខ្ញុំប្រើកម្លាំងរបស់ខ្ញុំទៅកាន់គេនោះពួកគេនឹងមិនមែនជាការគំរាមកំហែងមកកាន់ខ្ញុំតតែសោះពេលដែលខ្ញុំត្រូវតែប្រយ័ត្ននោះគឺ counter ទៅលើដៃឆ្វេងរបស់គេតមកយើងក៏បានឃើញសេកនឹងបានវាយប្រហារទៅកាន់ Leon ប៉ុន្តែត្រូវបាន Leon នឹងអោនចុះផុតហើយ Leon ក៏បានចាប់ជើងរបស់សេកដើម្បីផ្ដួលគេទៅលើដីក៏បានបោះពាក្យសម្ដីថាអ្នកត្រូវតែស្លាប់ព្រោះថាអ្នកនឹងអន់ពេកតពីសេកបានដួលទៅលើដីហើយនឹងគេក៏ឆ្ងល់ផងដែរថាមានអ្វីកើតឡើងទៅពេលនោះដែរគ្រូបង្វឹកក៏បានឈរមើលទៅកាន់សេកផងដែរហើយគេក៏បានគិតក្នុងចិត្តថាវាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់គេនឹងមានអារម្មណ៍ថាគេមានអារម្មណ៍ភ័យខ្លាចចំពោះក្មេងដែលមានអាយុ12ឆ្នាំនោះថានៅពេលនោះ Leon បានគេចចេញអំពីសេកហើយបានព្យាយាមចាប់ផ្ដួលទៅកាន់សេកក៏បានគិតថា Leon នឹងបានយកឈ្នះទៅកាន់គេហើយតែយ៉ាងណាក៏ដោយខ្ញុំបានឃើញសេកប្រើជង្គង់របស់គេវាយប្រហារទៅកាន់ Leon វាគឺជាកំហុសរបស់ Leon ដែលគេបានអនុញ្ញាតឲ្យការការពាររបស់គេធ្លាក់ចុះដោយសារតែគេគិតថាខ្ញុំនៅទីនេះតែសេកត្រូវបានបង្ខំយ៉ាងខ្លាំងទោះបីជាគេដឹងថា counter របស់គេនឹងបរាជ័យក៏ដោយដោយសារតែការផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់ខ្លួនចាំបាច់បំផុតដែលត្រូវធ្វើឲ្យគោលដៅមួយនោះមានការខូចខាតយ៉ាងធ្ងន់ធ្ងរហើយវាប្រកបដោយប្រសិទ្ធភាពផងដែរតើមនុស្សម្នាក់នេះគឺជា Zack Tracker ដែលខ្ញុំធ្លាប់ស្គាល់មែនទេ Leon គេក៏បានគិតថាខ្ញុំមិនធ្លាប់គិតថាគេធ្វើដូចនេះបានទេគេក៏បានគិតថាខ្ញុំគួរតែបង្កើនចម្ងាយពី Zack បន្តិចតែទោះជាយ៉ាងណាយើងក៏បានឃើញ Zack ចូលទៅដល់គេហើយបានទាត់ជើងគេមួយជើងផងដែរហើយយើងក៏បានឃើញថា Leon នៅពេលនេះហាក់ដូចជាយ៉ាប់យ៉ឺនបន្តិចតែគេនៅតែបោះពាក្យសម្ដីទៅកាន់ Zack ថាទោះជាយ៉ាងណាក៏ដោយអ្នកនៅតែអន់ជាងខ្ញុំបន្តិចគេក៏បានប្រើកម្លាំងគេយ៉ាងខ្លាំងដើម្បីដើរទៅកាន់ Zack តែគេក៏បានគិតនៅក្នុងចិត្តថាមិនអីនោះទេដោយសារតែពេលនេះខ្ញុំអាចគ្រប់គ្រងកម្លាំងរបស់ខ្ញុំបានហើយគាត់ក៏បានលោតប្រាប់ឲ្យគេដឹងថាការធ្វើឲ្យសកម្មនៃថ្នាក់ជំនាញការយល់ដឹងខ្ពស់ fast skill ថ្នាក់អារម្មណ៍និងថ្នាក់យល់ដឹងកម្រិតខ្ពស់ជាបណ្ដោះអាសន្នពេលដែលកណ្ដាប់ដៃរបស់ Leon ចិត្តទៅដល់ Zack ហ្នឹង Zack គេក៏បានគិតថាអារម្មណ៍មួយនេះគេហាក់ដូចធ្លាប់ស្គាល់គេក៏បានធ្វើការបម្លាស់ទីយ៉ាងលឿនផុតពីកណ្ដាប់ដៃរបស់ Leon តបពី Zack បានគេចផុតពីដៃរបស់ Leon ហើយគេក៏បានទៅចាប់ដៃរបស់ Leon និងបាននិយាយថាខ្ញុំនឹងបញ្ចប់ការប្រយុទ្ធមួយនេះតបពីគេនិយាយចប់គេក៏បានចាប់បោក Leon នឹងដួលទៅលើដីភ្លាមៗវាក៏បានធ្វើឲ្យសាយវានឹងប្រេះបែកបាក់យ៉ាងខ្លាំងផងដែរតបពីមនុស្សទាំងអស់គ្នាបានឃើញហេតុការណ៍មួយនេះពួកគេក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយពួកគេមិននឹកស្មានថា Zack នឹងមានសមត្ថភាពបែបនេះនោះទេគាត់ក៏បានលោតប្រាប់គេថាការចាក់សោជំនាញធ្វើឲ្យសកម្មតបពី Zack បានផ្ដួលទៅកាន់ Leon ហើយគេមិនបានបញ្ឈប់នោះទេគេក៏បានបន្តវាយប្រហារទៅកាន់ Leon បន្ថែមទៀតគាត់ក៏បានប្រាប់គេថាជំនាញចាក់សោយ៉ាងជាក់លាក់ពីការវាយប្រហារទៅកាន់ចំណុចខ្សោយរបស់សត្រូវសម្រាប់ការខូចខាតយ៉ាងធ្ងន់ធ្ងរនៅពេលនេះយើងក៏បានឃើញថា Leon នឹងសូម្បីតែឆ្អឹងរបស់គេនឹងក៏ត្រូវបានបាក់ផងដែរហើយក៏បាននិយាយទៅកាន់គេបន្ថែមទៀតថាឯងនឹងគឺពិតជាមនុស្សល្ងងពិតមែនហើយ Leon ក៏បានសូមឲ្យ Zack នឹងបញ្ឈប់វាផងដែរតែគេមិនបានឈប់នោះទេក៏បានវាយទៅកាន់ Leon នឹងបន្ថែមទៀតក៏បានធ្វើឲ្យ Leon នឹងបែកឈាមពេញមុខប្រាប់គ្រូបង្វឹកវិញនៅពេលដែលគេឃើញសកម្មភាពរបស់ Zack ហើយគេក៏បានបើកភ្នែកយ៉ាងធំៗហើយឯកូនសិស្សដទៃទៀតពួកគេក៏មានការភ័យខ្លាចផងដែរបន្ទាប់ពីគេបានឃើញបែបនេះតែគេក៏បាននិយាយទៅកាន់ Leon ថាឯងនឹងគឺពិតជាទន់ខ្សោយខ្លាំងណាស់មិនស័ក្តិសមជាដៃគូរបស់ខ្ញុំឡើយបន្ទាប់ពីយកឈ្នះទៅកាន់ Leon ហើយ Zack គេក៏បាននិយាយទៅកាន់មនុស្សជុំវិញខ្លួនគេថាប្រសិនបើជាអ្នកណាដែលមានគំនុំជាមួយខ្ញុំនោះអាចឡើងមកទីនេះបានគេក៏បានបក់ដៃឲ្យមនុស្សទាំងអស់នោះឡើងមកប្រសិនបើជាអ្នកណាចង់ប្រកួតជាមួយនឹងគេនោះដល់ត្រឹមនេះខ្ញុំក៏សូមបញ្ចប់សាច់រឿងយើងតែប៉ុណ្្នឹងសិនសម្រាប់រឿងចាស់របស់យើងខ្ញុំនឹងធ្វើបន្តទៀតនៅវីដេអូក្រោយថ្ងៃនេះគឺខ្ញុំធ្វើបានតែមួយវីដេអូនឹងនោះទេចុងក្រោយសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងណា